មនុស្សណាដែលគេធ្វើបុណ្យតែអ្នកនោះមិនមានលុយធ្វើបុណ្យទេតែគេអនុមោទនារមែងបាននៅអានិសង្សពិសេសគឺបានទទួលបុណ្យនឹងគេដែរបើម្ចាស់បុណ្យទៅកើតជាទេវតាអ្នកនោះក៏ទៅកើតជាទេវតាបានដូចគ្នាម្ចាស់បុណ្យកើតជាទេពអសរបានអ្នកនោះក៏កើតជាទេពអសរបានដូចគ្នាបើម្ចាស់បុណ្យជាព្រះអរហន្តបានអ្នកនោះក៏ជាព្រះអរហន្តបានឧទាហរណ៍ដូចជាសិទ្ធិដែលជាចៅហ្វាយចាស់របស់ព្រះអនុរុទ្ធៈនៅទីបំផុតកូនឈ្នួលបានថ្វាយទានដល់ព្រះបច្ចេកពុទ្ធចៅហ្វាយក៏អនុមោទនាជាតិចុងក្រោយពេលព្រះអនុរុទ្ធបានសម្រេចជាព្រះអរហន្តចៅហ្វាយនោះក៏បានសម្រេចជាព្រះអរហន្តតាមដែរមុនកេងថ្វាយបង្គំព្រះសូត្រមន្តហើយពោលបែបនេះណាអធិដ្ឋានបែបនេះថាព្រះពុទ្ធមកឧបត្ថម្ភព្រះធម៌មកការពារព្រះសង្ឃមកឃុំគ្រងលុយកាក់ហូរចូលបញ្ជីមានតែរឿងល្អល្អចូលមកក្នុងជីវិតកុំឈឺកុំក្រកុំតូចទាបជាងអ្នកណាកុំក្រជាងអ្នកណាគិតអ្វីប្រាថ្នាអ្វីក៏សូមឲ្យបានដូចប្រាថ្នាផងចុះសាធុសាធុសាធុ